និទានអំពីបរិសម្នាក់ល្បីថាគាត់ល្ងងណាស់ព្រោះគាត់តែងតែធ្វើអ្វីដែលចម្លែកខុសគេនិងមិនចេះដោះស្រាយបញ្ហាក្នុងជីវិតនោះឡើយមួយថ្ងៃក្រៅពីការដេកនិងបរិភោគគាត់គ្មានធ្វើអ្វីទៀតនោះទេអើយពិបាកចិត្តណាស់ផ្ទិលប្រាក់បែរជាបាត់គ្មានដំណឹងសោះលោកអ៊ំសង្ស័យតែផ្ទិលប្រាក់ដំរីជន់បែកអស់ហើយទេដឹងណោះកុំនិយាយផ្ដេសផ្ដាតែលោកអ៊ំវាពិតជាចម្លែកណាស់ភូមិយើងឲ្យតែជីកបានវត្ថុបុរាណតម្កល់ទុកមិនបានប្រមាណផងក៏បាត់រហូតយើងក៏ដឹងដែរតែចៅនោះវាលួចគ្មានបន្សល់ភ័ស្តុតាងអីបន្តិចសោះហើយវាពិតជាមានជំនាញក្នុងការលួចណាស់ជំរាបសួរលោកពូមេភូមិបងពីងតើមានរឿងអីបានជាមានទឹកមុខបារម្ភបែបនេះអូរឿងបាត់ផ្ទិលប្រាក់បុរាណនឹងណាក្មួយតើលោកពូមេភូមិមានតម្រុយអីខ្លះទេគឺគ្មានទេក្មួយអើយយល់ល្អសគុណកុំចង់ដឹងអីនាំទៅបង្កផលវិបាកទេឯងល្ងងចឹងជួយអីក៏មិនបានដែរកុំនិយាយផ្ដេសផ្ដាក្មួយសគុណមិនអីទេណាពូទៅហើយជួយមិនបានក៏មិនជាកំហុសរបស់ក្មួយដែរបាទពូមេភូមិនឹងនាយពីងទៅហួសពូសែមនិងមីងបុប្ផាក៏បានដើរឆ្លងកាត់ផ្លូវនោះដូចគ្នាហើយពួកគាត់ក៏បាននិយាយឌៀមដាមថាម៉ែបៀមើលចុះបរោះស្អីកម្លាំងឲ្យឡើងមាំតែដេកស៊ីមិនធ្វើការអីសោះមែនហើយពុកវាមុខនេះណាច្បាស់ជានៅព្រៅគ្មានអាយកហើយបើតមួកលក់មុខស្ពឹកអញ្ចឹងនោះឲ្យអ្នកណាយកបើវាគ្មានកំណើតអញ្ចឹងនោះតោះម៉ែវាកុំនៅទីនេះនាំតែខាតពេលអត់ប្រយោជន៍ទេចាស់ពុកវាពូសែមនិងមីងបុប្ផានិយាយគ្នាហើយក៏ចាក់ចេញទៅចំណែកឯសុគន្ធក៏ក្រោកមកហើយបាននិយាយថាមិនអញ្ចឹងពូសែមនិងមីងបុប្ផានៅសុកក៏មកឈរដៀលខ្ញុំដៀលចប់ហើយក៏ដើរចេញត្រុយទៅបាត់តែម្ដងគ្នាអត់ដឹងអីផងសុគន្ធនិយាយមិនទាន់ចប់ផងនាងមលីក៏ដើរឆ្លងកាត់ម្នាក់ទៀតសួស្ដីអូនមលីទៅណាមកណានឹងដូចជាបញ្ញាប់ម៉ែចាបងសគុណខ្ញុំទៅតាមពុកនឹងម៉ែនឹងណានិយាយអញ្ចឹងអូនមលីតាំងពីពេញកមុំមកស្អាតមែនតែនហើយគួរឲ្យស្រឡាញ់ទៀតណោហើយមិនដឹងជាស្អីទេបងមកសរសើរអូនទាំងថ្ងៃតែម្ដងហើយណោបងសរសើរចេញពីចិត្តណាគ្រប់គ្នាល្បីថាបងជាមនុស្សល្ងងល្ងីល្ងើគ្មានបានការតែបងក៏ជាមនុស្សសម្ដីពិរោះដែរតានិយាយអញ្ចឹងបងសុំស្រឡាញ់អូនផងបានទេព្រះអើយអីក៏សារភាពលឿនម្លេះមិនអូកាឡាភាសាផ្អែមល្ហែមអីទេអីបងសគុណអត់ទេព្រោះខាតពេលណាស់សារភាពភ្លាមតែម្ដងទៅវាមិនជួបប្អូនណាអូនមលីរួតពួនជួបស្នេហ៍ហើយក្រតែបានសង្ហាយើង បងក្រមែនតែបងស្រឡាញ់អូនតើអូនព្រមទេអូនតាមតែពុកម៉ែទេព្រោះបងក្រអញ្ចឹងពុកម៉ែអាចប្រកែកកថាបានហើយអូនក៏មិនមែនថាព្រមដែរមិនអីទេចាំបងចូលស្ដីអូនដល់ពូមីងតែម្ដងណាអូនចាបងអូនលាសិនហើយណាបាទអូនស្អែកព្រឹកមកដល់សគុណមិនបង្អង់យូរទេមើលចុះសគុណបានរៀបចំអីវ៉ាន់ទៅស្ដីដណ្ដឹងម្លិះហើយជំរាបសួរពូជំរាបសួរមីងអរគុណហើយតើឯងមកមានការអីហ่ะនាយក្រគឺខ្ញុំមកស្ដីដណ្ដឹងអូនម្លិះនឹងណាលោកពូថាម៉េចមកស្ដីតដឹងកូនគេទាំងមូលមានត្រឹមតែអង្គ3 4កំប៉ុងអញ្ចឹងអីអាល្ងងហេតុអីក៏ល្ងងម្លេះហាពិតជាគ្មានកំណើតមែនណាមីងខ្ញុំយកអង្គមកទុកដាំបាយហូបជាមួយនឹងប្រពន្ធខ្ញុំនោះអីមីងណែក្មួយមកស្ដីដណ្ដឹងគេមិនយកអង្គមកអញ្ចឹងទេមិនចេះមើលគេឯងទេអីបាទពូខ្ញុំមិនមើលអ្នកណាទេគឺខ្ញុំមើលតែអូនមលីប៉ុណ្ណោះ
អើយពុកវាអើយខ្ញុំចង់កាត់ខ្យល់ហើយស្ដាប់សំដីមើលចុះសង្ស័យតែកាត់ចំច័ន្ទគ្រាសកន្លងហើយមើលទៅមែនហើយច័ន្ទកន្លងរាល់ថ្ងៃនឹងណាមីងផ្ទះខ្ញុំធ្លាយដបូលខ្ញុំគេងក្រោមពន្លឺច័ន្ទរាល់តែយប់នឹងអើយព្រះហើយអញបែកទ្រូងងាប់ឥឡូវហើយមិនក៏បែកទ្រូងពូឈឺមែនទេខ្ញុំទៅតាមពេទ្យសិនហើយអញ្ចឹងមិនបាច់ទេឥឡូវឆ្លើយសិនមកហើយឯងចេះធ្វើស្រែទេចេះតាពូអេពុកវាចង់លើកកូនយើងឲ្យប្រុសល្ងីល្ងើម្នាក់នេះមែនទេស គុណទៅក្រៅសិនទៅចាំពូពិភាក្សាគ្នាសិនបានពូពុកវាក្រែងពុកវាឯងចង់ណែនាំកូនស្រីយើងឲ្យទៅលោកសេដ្ឋីពិតទេកុំល្ងងពេកម៉ែវាមានកម្លាំងណាស់តែវាមិនដឹងខ្យល់អីទេហេតុនេះខ្ញុំចង់បោកវាប្រើនឹងណាអូមែនហើយវាមិនចេះច្បាប់មិនចេះវិន័យអីទេបោកប្រើក៏ល្អដែរណាក្នុងពេលនោះដែរម្លិះក៏បានចូលមក ពុកម៉ែសម្រាប់គ្នាបែបណាហើយកូនសង្ឃឹមថាលោកទាំងពីរនឹងមកលើកខ្ញុំឲ្យប្រុសឈ្គួតម្នាក់នោះទេណាកូនពុកស្អាតហើយឆ្លាតមិនសមនឹងអសគុណទេតែកូនប្រុសសេដ្ឋីទើបស័ក្តិសមនឹងកូនជាងណាកូនពុកចុះលោកពីទូក៏លោកសេដ្ឋីថ្ងៃណានឹងមករកកូននោះគាត់រវល់ណាស់ហេតុនេះទើបមិនងាយបានមកតែពុកជឿថាឆាប់នេះអ្នកប្រុសពីទូនឹងមកហើយចុះពុកមិនដេញបរោះនោះចេញទៅឲ្យនៅធ្វើអីទៀតគឺទុកបោកប្រើនោះអីមានវាការងារស្រាធ្ងន់ក៏អាចចំនួនដៃជើងបានដែរកូនកូនស្រីមាសម្ដាយអូតាមពិតគឺអញ្ចឹងទេអីបានជាយល់ហើយសម្រាប់អញ្ចឹងហើយណាកូនទៅហៅវាមកចាថ្ងៃនោះពូសែមមីងបុប្ផាសម្រាប់ចិត្តថាភ្ជាប់ពាក្យคล้ายៗតូចមួយរវាងម្លិះនិងសគុណជាគូនឹងគ្នាលុះចប់ពិធីសគុណសប្បាយចិត្តណាស់ព្រោះគាត់ជឿឡើងស្លុងតែម្ដងក្មួយសគុណណាពុកចាស់ហើយក្មួយជួយទៅភ្ជួរស្រែឲ្យពុកផងណាបាទពុកក្មេកខ្ញុំប្រកាសជាធ្វើបានអឺអញ្ចឹងប្រញាប់ទៅចុះព្រោះនៅមានអស់ជាច្រើនទៀតដែលមិនទាន់ពុះទេណាបាទពុកក្មេកធានាថាកូនប្រសាម្នាក់នេះធ្វើបានទាំងអស់ណាពុកក្មេកជាទីគោរពជាទីស្រឡាញ់ថ្ងៃនោះដែរសគុណក៏បានចេញទៅចំការហើយគាត់ក៏បានជួបនឹងនិស្ស័យដែលជានារីម្នាក់សគុណធ្លាប់ប្រាប់ថាស្នេហ៍លើនាងកាលពីប៉ុន្មានសប្តាហ៍មុនអូននិស្ស័យតើអូនទៅណាមកណានឹងចាបងសគុណខ្ញុំកំពុងទៅចំការណាបងខ្ញុំលាសិនហើយអូននិស្ស័យឈប់សិនមិនក៏ដូចជាកិច្ចមុខពីបងអញ្ចឹងអូនមិនបានកិច្ចចេញពីបងទេប៉ុន្តែខ្ញុំប្រញាប់ទៅចំការពិតមែនអូនកុហកតើអូនកំពុងតែខឹងនឹងបងមែនទេតើខ្ញុំខឹងនឹងបងរឿងអីទៅរឿងដែលបងភ្ជាប់ពាក្យជាមួយនឹងម្លិះនោះអីខ្ញុំអត់បានខឹងបងទេនេះគឺជាជំរឿរបស់បងតាម្យ៉ាងគ្មានអ្នកណាអាចបង្ខំបេះដូងបានទេអូមែនហើយខ្ញុំសូមជូនពរបងឲ្យមានសុភមង្គលជាមួយម្លិះផងណានិស្ស័យឈប់សិននិស្ស័យពិតជាស្រឡាញ់សគុណមែនហើយទោះបីជាគ្រប់គ្នាគិតថាសគុណជាមនុស្សល្ងីល្ងើមិនសូវគ្រប់ទឹកក៏ដោយប៉ុន្តែនិស្ស័យនាងមិនដែលគិតរើសអើងទេតែថាពេលនេះនាងមានតែកាត់ចិត្តទាំងឈឺចាប់ប៉ុណ្ណោះអូននិស្ស័យបងសុំទោសដែលបងជ្រើសរើសយកម្លិះហើយបងពិតជាសុំទោសដែលបងធ្លាប់សារភាពថាបងស្រឡាញ់អូនកន្លងមកសង្ឃឹមថាអូនមិនខឹងនឹងបងទៅចុះនិយាយហើយសគុណក៏បន្តទៅចំការដូចសពដងហើយគាត់ពិតជាខំប្រឹងប្រែងធ្វើស្រែចំការគ្មានរអ៊ូបន្តិចទេលុះមានពេលមួយសុគន្ធក៏បានសួរទៅកាន់ពូសែមនិងមីងបុប្ផាថាពុកក្មេកម៉ែក្មេកខ្ញុំបានភ្ជួរចំការភ្ជួរស្រែរួចរាល់អស់ហើយតើដល់ពេលខ្ញុំរៀបការជាមួយនឹងអូនម្លិះហើយមែនទេតើឯងធ្វើរួចរាល់អស់ហើយមែនទេ
បើអញ្ចឹងបាន ថាម៉េចតើពុកវាចង់លើកកូនម្លីឲ្យអាល្ងងម្នាក់នេះមែនទេពុកខ្ញុំមិនចាំបានប្តីល្ងងបែបនេះទេផ្ដាច់ពាក្យវិញទៅ តើអូនម៉ាលីនិងមីងបុប្ផាចង់មានន័យថាការងារដែលខ្ញុំខំធ្វើនោះទុកជាអាសាបងមែនទេកុំអន់ចិត្តអីពូមិនចង់បានកូនប្រសាល្ងងល្ងីល្ងើមិនគ្រប់ទឹកដូចឯងទេប៉ុន្តែបើឯងពិតជាស្រឡាញ់កូនម្លីមិនបាច់ទៅណាទេនៅបំរើទីនេះសិនហើយជួនគ្នានោះដែរនិគមដែលជាកូនលោកសេដ្ឋីក៏បានដើរចូលមកជាមួយនឹងមាសជាច្រើននៅក្នុងដៃជំរាបសួរលោកពូជំរាបសួរអ្នកមីងដល់ពេលដែលខ្ញុំមកដណ្ដឹងអូនម្លីហើយមានន័យថាពូបានលើកអូនម្លីទៅឲ្យបរិសម្នាក់នេះហើយមែនទេតើឯងជានរណាបានជាចិត្តតែកាត់សម្ដីបែបនេះអូឯងជាអ្នកបម្រើរបស់គូស្នេហ៍យើងមែនទេមែនហើយគេគឺជាអ្នកធ្វើការឲ្យខ្ញុំនៅចំការក្រោយអើយនេះបានសំជាកូនប្រសាររបស់ខ្ញុំពិតមែនមើលចុះទាំងសង្ហាមានទាំងមាសប្រាក់ថែមទៀតមែនហើយពុកខ្ញុំពិតជារងចាំបងនិគមយូរហើយឆាប់រៀបការពុកខ្ញុំទាំងពីរទៅណាពុកម៉ែ គំនិតល្អណាស់ខ្ញុំនឹងរៀបការកូនស្រីនិងអ្នកប្រុសឆាប់នេះតែម្ដងចំណែកសគុណឯងស្រឡាញ់កូនពូណាស់មែនទេពិតណាស់ខ្ញុំពិតជាស្រឡាញ់ម្លីខ្លាំងមែនតើបានអញ្ចឹងល្អណាស់ពូគិតថាមានវិធីល្អមួយយ៉ាងឯងទៅបំរើនៅចំការខាងក្រោយទៅព្រោះឯងក៏បានឃើញកូនម្លីរៀងរាល់ថ្ងៃដែរពិតទេមានន័យថាពូមិនបណ្ដាញខ្ញុំទៅវិញទេម៉ែណែមែនហើយបើឯងស្រឡាញ់កូនពូយ៉ាងនេះអញ្ចឹងឯងបំរើការនៅចំការខាងក្រោយចុះអរគុណណាស់ពូមិនថាខ្ញុំធ្វើជាអ្នកបម្រើក៏ដោយឲ្យតែបានឃើញមុខអូនម្លីខ្ញុំសប្បាយចិត្តហើយអរគុណមែនតើសគុណបើទោះបីជាពូសែមនិងមីងបុប្ផានាងម្លីប្រើឲ្យធ្វើការគ្រប់បែបយ៉ាងក៏ដោយប៉ុន្តែចុងក្រោយទោះជាពួកគេមិនតបស្នងក៏សគុណមិនខឹងផ្ទុយទៅវិញគាត់នៅតែបម្រើដដែលតើគាត់ពិតជាស្រឡាញ់ម្លីដល់ម្លឹងឬក៏គាត់មានគោលបំណងអ្វីផ្សេងទីដឹងការងារដែលខ្ញុំឲ្យធ្វើយ៉ាងម៉េចទៅហើយអ្នកប្រុសកូនប្រសាទុកចិត្តចុះខ្ញុំពិតជាបានធ្វើរួចហើយសូមមើលចុះផ្តិលប្រាក់បុរាណនេះស្អាតទេអូហូព្រះហើយនេះគឺជាផ្តិលប្រាក់ដែលជាវត្ថុបុរាណមានតម្លៃណាស់ពុកពិតជាប្រកែកលួចមែនលោកកូនប្រសាយល់យ៉ាងណាដែរផ្តិលប្រាក់នេះពិតជាល្អមែនទែនវាមុខជាមានតម្លៃណាស់បើអញ្ចឹងម្ដងនេះពួកយើងគិតយកវាទៅលក់នៅណាដែររឿងនេះពុកទុកចិត្តចុះពួកយើងនឹងលក់ជាមួយគ្នាឈ្មោះគេថាគេនឹងមកផ្ទាល់នៅពុកក្មេកប៉ុន្តែពុកត្រូវធ្វើរឿងមួយសិនតើរឿងអីទៅពុកជួយរៀបចំយកវាទៅលាក់ទុកនៅកន្លែងមួយលុះដល់ថ្ងៃដែលឈ្មោះមកហើយយើងនឹងលក់តែម្ដងប្រសើរណាស់ម្ដងនេះខ្ញុំបានជួបឈ្មោះផ្ទាល់ហើយមែនហើយវាក៏ដល់ពេលដែលខ្ញុំសងសឹកអត់ទេឥឡូវពុកយកវាទៅលាក់ទុកសិនចុះចំណែកខ្ញុំសូមទៅដើរលេងជាមួយនឹងអូនម៉ាលីសិនហើយបាទកូនប្រសាតាមសម្រួលចុះចំណែកខ្ញុំសូមទៅធ្វើការនេះហើយជួនគ្នានោះដែរសគុណក៏បានឮរឿងរ៉ាវទាំងអស់អំពីផ្តិលប្រាក់ដែលបាត់តាមពិតផ្តិលប្រាក់ដែលបាត់គឺនៅទីនេះតាពូសាមពិតជាលួចលាក់ធ្វើរឿងមិនគប្បីចំពោះមេភូមិពិតមែននិយាយបែបនេះហើយសគុណក៏បានយករឿងនេះទៅជម្រាបមេភូមិទាំងអស់ពូមេភូមិជម្រាបសួរល្អហើយសគុណហើយតើឯងមកមានការអីដែរឯងឈឺចិត្តនឹងរឿងដែលគេផ្ដាច់ពាក្យមែនទេបានជាមករកពូទាំងតែហេបទៅហប់បែបនេះពូខ្ញុំមិននិយាយលេងទេខ្ញុំមកនេះចង់ប្រាប់ពូថាផ្តិលប្រាក់ខ្ញុំបានដំណឹងពីវាហើយពិតមែនណាឯងពិតជាប្រកែកមែនពូទុកចិត្តមនុស្សមិនខុសនោះទេពូខ្ញុំដឹងថាពូគេធ្វើបែបណាហើយពួកយើងនឹងចាប់យកក្រុមពូគេទាំងអស់តែម្ដងប្រសើរណាស់បងសំឡាញ់ម្ដងចាប់ឲ្យបានទាំងអស់ទើបវាជារឿងដែលប្រសើរ
ថ្ងៃនោះសគុណនិងមេភូមិបានរៀបចំផែនការមួយដើម្បីចាប់ក្រុមឈ្មួញនិងចោរទាំងអស់យ៉ាងល្អិតល្អន់រៀបចំផែនការរួចហើយពួកគេក៏សម្ដែងដូចជាធម្មតាវិញហាក់គ្មានរឿងអ្វីកើតឡើងឡើយបងហេតុអីក៏បងនាំអូនមកទីនេះវាស្ងាត់ពេកហើយណាបង ទីនេះគឺជាទីស្ងាត់មែនហើយប៉ុន្តែក៏ជាទីដែលផ្អែមល្ហែមដែរណាអូនមិនគិតទេថាទីនេះស្ងប់ស្ងាត់ល្អនោះ ពិតមែនហើយបងអូនគិតថាទីនេះពិតជាល្អណាស់បងពិតជាផ្អែមល្ហែមមែនប៉ុន្តែអូនដូចជាខ្លាចអាម៉េចមិនដឹងទេបង នាងខ្លាចគឺត្រូវហើយព្រោះយើងនឹងសម្លាប់នាងនោះអី បងនិយាយអីហ្នឹងក្រែងអូនជាប្រពន្ធបងតាអី នាងជាប្រពន្ធយើងមែនហើយប៉ុន្តែយើងមិនស្រឡាញ់នាងទេយើងស្រឡាញ់បេះដូងនាងតា ស្រឡាញ់បេះដូងគឺមានន័យថាស្រឡាញ់ខ្ញុំហើយតែបងហេតុអីក៏ចាំបាច់ធ្វើមុខមាំខ្លាំងម្ល៉េះ គឺយើងចង់បានបេះដូងរបស់នាងដើម្បីយកទៅលក់នោះអីបេះដូងស្រីកមុំគឺជាឱសថដ៏អស្ចារ្យមិនចឹងហ៎ មានន័យថាលោកកំពុងតែបោកប្រាស់ពុកនឹងម៉ែខ្ញុំហើយនឹងបងប្រុសខ្ញុំមែនទេអើយអាចោឈាមខ្មៅ មែនហើយពួកគេលុបលន់គឺសមតែទទួលបានផលអញ្ចឹងហើយនេះក៏ជាឱកាសដែលពួកឯងត្រូវសងដែរវើយ អត់ទេខ្ញុំមិនព្រមទេជួយផង ស្រែកទៅស្រែកយ៉ាងណាក៏គ្មាននរណាគេដឹងដែរ បងជួយផងមានឃាតករសម្លាប់មនុស្សអា ម្លិះតែងតែរំពឹងថាបានប្តីជាសេដ្ឋីអ្នកមានតែជាអកុសលនាងជួបមនុស្សដែលមិនស្គាល់ចិត្តបោកសម្លាប់ខ្វេះយកបេះដូងទៅវិញនាងទៅងាប់ចុះចំណែកបេះដូងនេះយើងនឹងលក់បានក្នុងតម្លៃកប់ពពកមិនខានទេ និយាយបែបនេះហើយនិគមក៏បានយកបេះដូងនោះត្រឡប់ទៅវិញហាក់បីដូចជាមិនដឹងរឿងអ្វីឡើយចំណែកពូសែមនិងមីងបុប្ផាពិតជាឆ្ងល់ក្នុងចិត្តណាស់ព្រោះគាត់មិនបានឃើញកូនស្រីវិលមកវិញជាមួយនឹងនិគមទេកូនប្រសាឯណាកូនស្រីពុកណៃណាពុកជួយផងអូនម៉ាលីត្រូវខ្លាចខំសម្លាប់បាត់ទៅហើយនៅមាត់ជ្រោះឯណោ ថាម៉េចពុកវាទៅរកកូនទៅឆាប់ឡើង តោះម៉ែវាព្រោះតែបារម្ភព្រោះតែមិនដឹងមីងបុប្ផារត់យ៉ាងលឿនសំដៅទៅកាន់មាត់ជ្រោះដើម្បីទៅរកកូនស្រីជាទីស្រឡាញ់របស់ខ្លួនលុះទៅដល់មាត់ជ្រោះនិគមក៏និយាយថាពុទ្ធោកូនស្រីពុកសុំទោសដែលពុកមិនអាចជួយកូនបានកូនពិតជាអាយុខ្លីណាស់កូនប្រសាហេតុអីក៏មិនជួយកូនស្រីរបស់ពុកផងខ្ញុំមិននឹងជួយទៅព្រោះខ្ញុំនេះហើយជាអ្នកសម្លាប់នាងហើយអ្នកទាំងពីរក៏ត្រូវតែងាប់ដែរកូននិយាយស្អីនឹងនេះតើមានន័យថាម៉េចទៅមានន័យថាខ្ញុំនឹងសម្លាប់ពូនិងមីងដើម្បីយកទ្រព្យសម្បត្តិព្រមទាំងយកផ្ទាល់ប្រាក់តែម្នាក់ឯងនោះអី តើឯងជាស្អីមិនក៏ធ្វើបែបនេះហ៎អាមនុស្សគំរោះហ៎ មានន័យថាឯងគឺជាចោរលូបលន់ឈ្មួញគ្មានគេខ្មាស់មែនទេត្រូវហើយពួកលោកក៏ជាមនុស្សលូបលន់ដែរនេះសមហើយដែលពួកលោកត្រូវស្លាប់នៅទីនេះនោះវាសមណាស់កាលដែលពួកឯងធ្វើបាបគ្រួសារយើងនោះអី មានន័យថាម៉េចទៅតើឯងធ្លាប់ស្គាល់យើងពីមុនមកមែនទេ មែនហើយខ្ញុំត្រូវបានពួកបោកប្រាស់និងសម្លាប់ទាំងគ្រួសារកាលពី20ឆ្នាំមុនឥឡូវនេះខ្ញុំមកទាបបំណុលវិញហើយសូមអ្នកទាំង3ស្លាប់ទៅក្នុងពេលតែមួយនេះចុះនិយាយហើយនិគមមិនបងអង្គយូរក៏បានបំរុងនិងសម្លាប់ពូសែមនិងមីងបុប្ផាប៉ុន្តែសំណាងល្អសុគន្ធនិងមេភូមិក៏បានមកដល់ឈប់សិនលោកមិនអាចសម្លាប់មនុស្សបានទេមែនហើយយើងបានដឹងរឿងពួកឯងអស់ហើយពួកឯងគឺជាឃាតករនិងជាចោរលួចវត្ថុបុរាណមិនក៏មានគេដឹងបានបែបនេះ
អាគុណក្រែងឯងជាមនុស្សល្ងងមែនទេតើឯងអាចដឹងរឿងនេះដោយរបៀបណាទៅហ៎ សគុណគេមិនមែនជាមនុស្សល្ងងក៏មិនមែនភ្លឺមិនមែនល្ងីល្ងើមិនគ្រប់ទឹកដែរគេគ្រាន់តែចង់មកបំរើដើម្បីស៊ើបពីដំណឹងចោលតែប៉ុណ្ណោះមានន័យថាឯងសង្ស័យយើងតាំងពីដំបូងមែនទេមែនហើយគឺខ្ញុំបានសង្ស័យលោកតាំងពីយូរមកហើយគ្រាន់តែខ្ញុំគ្មានភស្តុតាងប៉ុណ្ណោះសគុណគេឆ្លាតណាស់គេសម្ដែងធ្វើជាល្ងងដើម្បីស៊ើបពីរឿងនេះគេមិនបានលប់ដោយពួកអ្នកឯងគិតទេប៉ុន្តែពេលនេះខ្ញុំក៏ចាញ់បោកគេដែរសូមលោកចាប់ប្រុសម្នាក់នេះទៅដាក់ទោសភ្លាមទៅលោកមេភូមិអត់ទេឲ្យតែហ៊ានចូលមកយើងនឹងសម្លាប់ទាំងអស់ប៉ុន្តែលោករត់មិនរួចទេនៅទីនេះមានកងសន្តិសុខព័ទ្ធអស់ទៅហើយពួកលោកម្នាក់ក៏មិនអាចរួចខ្លួនបានដែរអូសគុណក្មួយជួយផងទៅក្មួយហើយឲ្យមីងសុំទោសណា ពូពិតជាល្ងងណាស់មើលមិនដឹងថាក្មួយគឺជាបរិសុទ្ធពូកែហ៊ានលះបង់ចំពោះភូមិសោះបានហើយឥឡូវអ្នកភូមិបានដឹងរឿងអស់ហើយឆាប់ទៅសាលាក្តីភ្លាមក្នុងពេលនោះនិគមនិងគ្រួសារពូសែមត្រូវបានសន្តិសុខនាំយកទៅសាលាក្តីដើម្បីដាក់គុកទាំងអស់ហើយភូមិក៏លែងមានអ្នកលួចវត្ថុបុរាណនិងលែងមានអ្នកលួចធ្វើរឿងខុសឆ្គងទៀតហើយសគុណគឺជាបរិសុទ្ធល្អម្នាក់ដូច្នេះខ្ញុំសូមប្រកាសផងដែរខ្ញុំនឹងផ្ទេរតំណែងមេភូមិឲ្យទៅសគុណហើយខ្ញុំមិននឹកស្មានថាសគុណឆ្លាតដល់ថ្នាក់នេះសោះគ្រប់គ្នាគិតថាគាត់គឺជាមនុស្សល្ងងនិយាយស្ដីឡប់លីលើអត់ដឹងខ្យល់អីតែធៀបពិតណាគាត់ជាមនុស្សឆ្លាតលើសគេឯងតែម្ដងហើយមែនហើយឥឡូវដល់ពេលដែលសគុណត្រូវគ្រប់គ្រងឃុំជំនួសខ្ញុំហើយខ្ញុំសូមលើកតំណែងនេះឲ្យទៅសគុណបងសគុណសូមចូលរួមអបអរផងណាបងអរគុណណាស់និស័យសគុណនៅតែស្រឡាញ់ក្មួយប៉ុន្តែព្រោះតែគេចង់ជួយភូមិទើបគេកុហកក្មួយសូមក្មួយកុំខឹងនឹងគេអីណាចាស់លពូខ្ញុំយល់ហើយ បើសិនជាអូនយល់ហើយតើអូនអាចរៀបការជាមួយនឹងបងបានទេ ចាស់បងសគុណអូនពិតជាយល់ព្រមរៀបការជាមួយបងហើយ បងអរគុណណាស់ដែលអូនជាមនុស្សស្រីម្នាក់យល់ការនិងចេះអធិស្ឋានបែបនេះបងពិតជាមានសំណាងណាស់ដែលបានអូនធ្វើជាប្រពន្ធអូនក៏អរគុណបងដែរដែលមានបងជាប្តីចាប់ពីពេលនោះមកគ្រប់គ្នាដែលសាងអំពើអាក្រក់ក៏បានទទួលទោសហើយភូមិក៏ត្រូវបានដឹកនាំដោយសគុណរីកចម្រើនរហូតទៅផងដែរ